បុគ្គលិកខ្ជិលមានពីរទី1លុយអត់ដល់ខ្ជិលលុយអត់ដល់ខ្ជិលដែរលោកធ្វើតាមទឹកលុយបាទប្រឹងធ្វើសង្ងប់ហើយអត់មានអីលឹះហ្នឹងបងទី2ខ្ជិលដោយធម្មជាតិចាស់ទៅខ្ជិលលោកគ្រូឲ្យលុយប្រហែលនៅតែខ្ជិលបែបនេះទាំងសមត្ថភាពក៏អត់សូវមានដោយសារលោកគ្រូរើសខុសពីដើមមកបាទអញ្ចឹងមានតែហៅគាត់មកពន្យល់ណែនាំលើកទឹកចិត្ត JD ឲ្យគាត់អត់ច្បាស់ដាក់ target កំណត់ផែនការការងារច្បាស់ហើយគាត់ឆ្លោះដោយខ្លួនឯងមានន័យថាពេលដែលគាត់ធ្វើមិនបានគាត់អស់ចិត្តអញ្ចឹងលោកគ្រូចាប់ដើមពោះហើយអញ្ចឹងការងារដែលគាត់ត្រូវធ្វើប្រាក់ខែដែលគាត់ត្រូវទទួលយើងមានរបស់យើងហើយអញ្ចឹងបច្ចុប្បន្នគាត់ធ្វើបានតែ 50% ទេយើងគួរឲ្យច្បាស់ឲ្យគាត់អញ្ចឹងយើងថាយើងទទួលយកបានតែយើងទុកឱកាសឲ្យគាត់ចាំមើលទៅខែក្រោយបើខែក្រោយគាត់ធ្វើបាន 60% ថាអាចមានឱកាសទៅខែក្រោយទៀតបាន 70% ថាអ្នកនៅតែមានឱកាសហើយបើអ្នកធ្វើដល់កម្រិតនេះទៀតគេអាចឡើងប្រាក់ខែទៀតយើងអត់អវិជ្ជមានទេតែផ្ទុយមកវិញបើសិនជាអ្នកអត់ទៅមុខនៅដដែលគេនឹងអាចពមមានអ្នកជាលាយលក្ខណ៍អក្សរហើយអ្នកក៏មកនិយាយថាខ្ញុំធ្វើអស់ហើយបែបស្ទាបទេយើងអត់យកនឹងមកនិយាយទេធ្វើការងារបែបលេងសើចឬធ្វើការងារបែបមិនទៅរុករកអីដែលថ្មីហើយចេះតែប្រាប់ថាខ្ញុំធ្វើអស់ហើយអានឹងក៏គេអត់ទទួលយកបានដែរអញ្ចឹងករណីដែលខ្ជិលបែបធម្មជាតិនេះពិបាកសង្គ្រោះតែបើខ្ជិលដោយសារលុយទៅអត់ដល់ស្រួលក្នុងការសង្គ្រោះ